សូមកណាគុណចាស់ញាតិញោមស្រីប្រុសទាំងអស់រីករាយជ្រះថ្លាក្នុងការស្ដាប់នៅប្រធัวពិចារណាតាមហេតុផលទាំងហេតុតល័យទេវបុត្រទូលសួរប្របាទនិមរាជនោះដែលស្ដេចឡើងកាន់រត់ជាទឹកហើយដូច្នេះថាបបិទ្ធពរាជាដល់ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាតាមផ្លូវដែលសត្វមានបាបកម្មឬតាមផ្លូវដែលសត្វមានបញ្ញកម្មមេតល័យទេវបុត្រនឹងដោយអំណាចខ្លួនជាសារថីឆ្លាតឆ្លះនឹកចង់នាំពរាជានឹងទៅឃើញឋាននរកចង់ឃើញឋាននរកចង់ថ្វាយពរាជាទួតឋាននរកផងហើយសួរថាឥឡូវនឹងទៅណាទៅឋាននរកមុនឬក៏ទៅឋានទេវលោកមុនណាបាទនិមរាជណាព្រះបរមពុរិស័ទក៏បានពោលថាមនាមេតល័យទេវសារថីដ៏ចម្រើនអ្នកចូលនាំខ្ញុំទៅតាមផ្លូវទាំងពីរគឺផ្លូវដែលមានសត្វមានបាបកម្មផងផ្លូវដែលសត្វមានបញ្ញកម្មផងមេតល័យទេវបុត្រក៏បានឆ្លើយតបមកថាបបិទ្ធពរាជាដល់ប្រសើរជាម្ចាស់នៃទិសទូលបង្គំជាខ្ញុំនាំព្រះអង្គទៅតាមផ្លូវណាមុនតាមផ្លូវដែលសត្វមានបាបកម្មមុនឬក៏ទៅតាមផ្លូវដែលសត្វមានបញ្ញកម្មមុនព្រោះមេតល័យទេវបុត្រមិនអាចនាំទៅម្ដងទាំងពីរបានទេបាទនិមរាជក៏បានឆ្លើយថាខ្ញុំចង់ឃើញនរកជាទីទៅនៃពពួកសត្វអ្នកមានបាបកម្មទាំងឡាយខ្ញុំចង់ឃើញឋាននៃសត្វមានបាបកម្មដ៏អាក្រក់និងកតិនៃសត្វទ្រុសិលទាំងឡាយជាមុនក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមេតល័យទេវសារថីបង្ហាញព្រះរាជានៅស្ទឹងឈ្មោះវេតរណីដែលសត្វឆ្លងបានដោយកម្រប្រកបព្រមដោយទឹកផ្សារប្រៃកំពុងពុះក្តៅដោយអណ្ដាតភ្លើងណានៅក្នុងវេតរណីណានរកហ្នឹងពួកនេរិយបាល់ដេញសត្វនរកចឹងដេញសេចចាក់ដេញចាក់ហើយស្ត្រាវុធពួកនរករត់ទៅឃើញអាស្ទឹងវេតរណីហ្នឹងលោតទម្លាក់ទៅហ្មងចឹងណារត់កិច្ចពីនេរិយបាល់ដោយពួកព្រានដេញបាញ់សត្វដេញគប់សត្វអញ្ចឹងរត់កិច្ចទៅលោតទម្លាក់ទៅក្នុងស្ទឹងហ្នឹងស្មានតែផុតស្ទឹងហ្នឹងមានអីចឹងធ្លាក់ទៅអានៅក្នុងស្ទឹងហ្នឹងសិតតែបលាប៉ិនផ្លូវប៉ិនកពួនជើងណាបលាពេញស្ទឹងវេតរណីហ្នឹងចឹងរួចទៅឆេះដូចទឹកប្រេងចឹងឆេះភ្លើងពីលើវឹបឡើងទៀតហើយទឹកហ្នឹងប្រៃទៀតមុតបលាហើយវាត្រូវអាទឹកប្រៃនឹងទៀតឈឺទៀតណាហើយធ្លាក់ទៅអាការឈូកដោះឡើងអាស្លឹកឈូកហ្នឹងមិនមែនឈូកយើងស្លឹកទន់នេះណាទៀតឈូកដែកមុតនឹងអាឈូកដែកហ្នឹងដូចរណាកាត់ចឹងឯងដល់អញ្ចឹងទៅសត្វនរកនោះវាក្តៅនឹងអាភ្លើងឆេះគិតថាមុជទៅក្រោមក្រែងលោកបានសុកមុជទៅក្រោមអាគ្រឿងនៅក្រោមនោះសិតតែគ្រឿងមុតប្រកបឡើងទៀតពួកសត្វនរកហ្នឹងងើបឡើងស្រែកហ្មងចឹងស្រែកហ្មងលេងរត់ទៅណាដឹងតែពីស្រែកណាវេតរណីនរកទី1ដែលមេតល័យទេបុត្រនាំនិមរាជព្រះបរមពុរិស័ទទៅចឹងប្របាទនិមរាជទ្រង់ឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីជាទីឆ្លងឡើងបានដោយកម្រក្រៃលែងហើយត្រាស់សួរមេតល័យទេវសារថីថាមនាទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញសត្វនរកកំពុងធ្លាក់ទៅក្នុងស្ទឹងវេតរណីមនាមេតល័យទេវសារថីខ្ញុំសួរអ្នកសត្វទាំងឡាយនេះធ្លាក់ទៅកាន់ស្ទឹងវេតរណីតើពួកសត្វនេះបានធ្វើបាបកម្មអីមេតល័យទេវសារថីដែលប្របាទនិមរាជសួរហើយក៏ព្យាករផលនៃបាបកម្មទាំងឡាយដែលខ្លួនដឹងហើយទូលពរាជាដែលព្រះអង្គមិនបានជ្រាបពួកសត្វណាមានកម្លាំងមានធัวដល់លិមុខ
បៀតបៀនប្រតិចផ្ដាសានៅពួកសត្វដែលមានកម្លាំងខ្សោយក្នុងជីវលោកពួកសត្វមានកម្មលមក់ទាំងនោះរមែងរួមនៅបាបពួកសត្វទាំងនោះឯងតែងធ្លាក់ទៅកម្មស្ទឹងវេតរណីទៀតណាគឺអ្នកមានទ្រព្យសម្បត្តិមានអំណាចបៀតបៀនអ្នកដែលទន់ខ្សោយទៀតទន់ខ្សោយ3យ៉ាងណាមួយគឺទន់ខ្សោយដោយកម្លាំងពីរទន់ខ្សោយដោយទ្រព្យ3ទន់ខ្សោយដោយអំណាចត្រូវគេបៀតបៀនត្រូវគេបៀតបៀនដោយពាក្យសម្ដីតកោះបោះបោកទៅហើយអ្នកទន់ខ្សោយនឹងអត់ហ៊ានតទេហើយនឹងបៀតបៀនទៅដោយសត្រាទៅដោយអំពើកម្មផ្សេងលើអ្នកទន់ខ្សោយហ្នឹងហ្នឹងបាបកម្មហ្នឹងធ្វើឲ្យអ្នកដែលបៀតបៀនអ្នកទន់ខ្សោយហ្នឹងអ្នកដែលមានកម្លាំងអ្នកដែលខ្លាំងហ្នឹងណាទៅបៀតបៀនអ្នកទន់ខ្សោយហ្នឹងធ្លាក់ទៅនរកវេតរណីនរកហ្នឹងរួចទៅនរកមួយទៀតទី2ចឹងនរកទី2ទៅនរកទី2ប្របាទនិមរាជឃើញឆ្កែព្រៃចឹងពូអាដាងក៏មានអាខ្មៅក៏មានអាសក៏មានអាក្រហមក៏មានណាហើយឆ្កែហ្នឹងមិនចេះតូចប៉ិនតម្រៃចឹងណាដេញខំសត្វនរកដេញស៊ីសាច់ហ្មងខំបានស៊ីសាច់ខំបានស៊ីសាច់ចោលឲ្យឆ្អឹងក្រៀមឆ្អឹងទៀតណាហើយនិយាយពីថ្មាតប៉ប៉ិនរតេះដល់អីវ៉ាន់មនុស្សយើងហ្នឹងប៉ុណ្ណឹងហើយចំពោះដែកចឹងដេញខំនរកសត្វនរកហ្នឹងចូលចិត្តបឺតអាខួរក្នុងឆ្អឹងនរកនោះទៀតចឹកផោះបែកឆ្អឹងបឺតខួរក្នុងឆ្អឹងនរកក្អែកហ្នឹងក៏ធំគួរឲ្យខ្លាចតែងទំពាស៊ីសត្វនរកដែលវាប្រទះឃើញមនាលទេវបុត្រអ្នកបម្រើភ័យមានដល់ខ្ញុំព្រោះឃើញមេតល័យទេវសារថីខ្ញុំសុំសួរអ្នកពួកឯកឆ្កែតែងតែខំតែងតែជជែកស៊ីនៅសត្វទាំងឡាយនោះទៅសត្វទាំងអស់នេះបានធ្វើបាបកម្មអីមេតល័យទេវសារថីដែលព្រះបាទនិមរាជជួឲ្យក៏ព្យាករនៅផលនៃកម្មនោះសត្វទាំងឡាយណានីមួយមានសេចក្តីកំណាញ់ស្វិតស្វាញមានធัวលាមកពេកជាអ្នកជេរប្រតិចបៀតបៀនបន្ទុះដល់សាមណៈព្រាហ្មណ៍ជាអ្នកមានអំពើដល់លាមកទាំងនោះរមែងរួមបាបទៅពួកឆ្កែពួកហ្វូងក្អែកចិញ្ចែងស៊ីនៅសត្វទាំងអស់នោះណាប៉ុណ្ណឹងកំណាញ់ទៀតកំណាញ់អត់ឲ្យទៀនហើយឃើញសាមណៈព្រាហ្មណ៍បិណ្ឌបាតបិណ្ឌអីអញ្ចឹងទៅជេរទៅណាជេរសាមណៈព្រាហ្មណ៍វាអត់មានសទ្ធាអត់ជឿតែម្ល៉េះវាចេះតែចេញមកអាពាក្យជេរហ្នឹងជេរសាមណៈព្រាហ្មណ៍ស្មងប្រពន្ធស្មងស្អីមិនគុំស៊ីសាច់ខ្លួនឯងអីអញ្ចឹងទៅវិញទៅណាហ្នឹងវាមានអញ្ចឹងតែហើយទៅណាបើបាបកម្មវាមានអញ្ចឹងទៅណាមិនដែលមកកើតជាមនុស្សជាទេវតាកើតបើជេរអ្នកមានសិលទេធ្វើបន់ជាមួយអ្នកមានសិលបានសម្បើមអីដល់លេងជេរអ្នកមានសិលសាមណៈព្រាហ្មណ៍ហើយខ្លួនឯងកំណាញ់ទៀតវាមានមកជាមនុស្សអីរួចណាហ្នឹងរឿងហ្នឹងអ្នកអត់មានសទ្ធាគេថាអត់ជឿនរកអត់ជឿអីទេណាហើយមិនជឿមានណាទៅបង្ខំប៉ុន្តែរឿងហេតុផលហ្នឹងវាមានជីវិតវាប្រព្រឹត្តទៅតាមកម្មយើងវាមានអំណាចអីនៅក្នុងបញ្ញខណ្ឌនេះបើយើងមានអំណាចមិនបាច់ចាស់មិនបាច់ឈឺមិនបាច់ឆ្លាប់ទេហើយមិនបាច់កើតជាអ្នកក្រវាមានអំណាចអីទេអ្វីៗវាប្រព្រឹត្តទៅតាមកម្មមើលឃើញមនុស្សយើងសពថ្ងៃហ្នឹងយ៉ាងម៉េចមានអំណាចអីខ្លួនឯងពុទ្ធបរិស័ទយើងហ្នឹងមិនមានទេពបច្ចៈខកឃើញនរកទេប៉ុន្តែអប់រំបញ្ញាឃើញបដិច្ចសមុប្បាទធម៌ទេឃើញច្បាស់នរកសួរហ្នឹងគឺឃើញច្បាស់អត់សង្ស័យច្បាស់ជាងអ្នកមានទេពបច្ចៈខកឃើញនរកឃើញទេវតាទៀតអ្នកមានទេពបច្ចៈខកអត់ឃើញបដិច្ចសមុប្បាទធម៌នៅមានមិច្ឆាទិដ្ឋិនៅឡើយទេសស្សតទិដ្ឋិឃើញមានសត្វបុគ្គលស្លាប់ទៅកើតទៀតអីអញ្ចឹងតែឃើញបដិច្ចសមុប្បាទធម៌ឃើញច្បាស់នៅកម្មដែលនាំឲ្យកើតនរកប្រែទេឆានអសុរកាយនាំឲ្យកើតជាមនុស្សទេវតាកើតជាព្រំអីហ្នឹង
កម្មដែលជាបច្ច័យនៃបដិសន្ធិវិញ្ញាណហើយអត់មានសាសតៈទិដ្ឋិទៀតឃើញកម្មជាបច្ច័យទៀតធម្មចក្ខុតែភ្នែកឃើញធម៌នេះណារឿងនេះរឿងវត្តសង្សារណាមិនមែនមានតែមនុស្សទេកើតមកជាមនុស្សមិនមែនមានតែមនុស្សទេមិនមែនស្អីដែលយើងអត់ដឹងហើយអត់មាននោះទេកុំឲ្យច្រឡំនោះយើងវាមិនមែនតាន់អស់អវិជ្ជាណានៅល្ងងទាំងដុលនៅមានស្រឡាញ់ស្អប់កប់តោះនៅកំណាញ់នៅចំណែនអញ្ចឹងហើយយើងចេះដឹងអីទាំងអស់អាចដឹងអីសពគ្រប់បានទេរឿងដែលយើងមិនដឹងមានច្រើនណាស់យើងកុំជជែកធ្វើជាមនុស្សប្រកែក្រាន់បើអីនោះយើងវានៅកិលេសវាថាអស់កិលេសហើយជេរយោទៅហើយវានៅកិលេសទាំងអស់អញ្ចឹងហើយចង់ក្រាន់បើមិនចឹងណាហើយទៅនរកមួយទៀតទី3ចឹងទៅដល់ព្រះជាឃើញសត្វនរកមានសរីរៈឆេះទៅធោសន្ធើដើរលើផែនដែកហ្មងចឹងដែកភ្លើងដើរលើនឹងហើយមិនដើរតិចស្រួលណាដើរថែមទាំងនៃរយៈបាលនឹងសំពួងគ្នានោះទៅទៀតសំពួងអានោះវាចិត្តវាកើតឡើងអញ្ចឹងចឹងដូចមនុស្សចាប់ត្រីកាច់កឃើញសត្វបាញ់សម្លាប់ចាក់ដោយលំពេងចាប់មន់ចាប់ទាមកបោចរោមអាកខ្វិចអាកជ្រូកវាស្រួលសบายដៃនៃរយៈបាលវាសบายអញ្ចឹងទៅដែរក្នុងការសម្លាប់សត្វនរកហ្នឹងបាបនៃរយៈបាលហ្នឹងទៀតមិនបាបទេណាមិនចិត្តវាកើតឡើងអញ្ចឹងទៀតដោយសារកាលដែលនៅជាមនុស្សហ្នឹងចិត្តតែខ្មាំងជាមួយអ្នកទោសចិត្តតែខ្មាំងអញ្ចឹងអ្នកណាធ្វើបាបកម្មធ្វើអីលួចប្លន់គេកាប់សម្លាប់គេហ្នឹងចិត្តនោះវាខឹងក្រោតកើតឡើងទៅនឹកអញចាប់បានអីអញកាប់អញច្រាំចិត្តនឹកក្នុងចិត្តអញ្ចឹងណាអាហ្នឹងប្រយ័ត្នណាញាតិញោមប្រយ័ត្នទៅកើតនៃរីបាលទៅណាចិត្តតែខឹងជាមួយអ្នកធ្វើទោសណាអាឧបនិស្ស័យហ្នឹងវាទៅនេះសន្សំណាចឹងណាសំទៅស្លាប់ទៅកើតក្នុងកំណើតទេវតាឋានចាតុមហារាជិកាកម្មតួនាទីតំណែងជាអ្នករក្សានរកនៃរាជបាលហ្នឹងអ្នកគ្រប់គ្រងនរកមានស្ដេចយមរាជជាព្រះរាជាស្ដេចឋាននរកដល់ទៅកើតជានៃរាជបាលតាមឃើញតែសត្វនរកហ្នឹងដេញសំពងហ្មងចឹងចិត្តវាធ្លាប់គិតមកអញ្ចឹងឧបនិស្ស័យវាទៅអាហ្នឹងជាឧបនិស្សយបច្ច័យទៅហៅថាបតតោបនិស្សយបច្ច័យណាមិនមែនរឿងកម្មវិបាកទេណាកម្មឲ្យវិបាកកើតជាទេវតាកុសលវិបាកបដិសន្ធិតែអាចិត្តនេះចិត្តឃើញសត្វនរកហ្នឹងឃើញបានណាធ្លាប់សំអារឿងខឹងឃើញគេចាប់ចោលបានឬក៏ចាប់មិនបានក៏ដោយឬលួចឬប្លន់ឬអីណានឹកក្នុងចិត្តស្អប់ចោលស្អប់អ្នកទោសស្អប់អ្នកធ្វើអាក្រក់ហ្នឹងអាហ្នឹងអត់បានទេយ៉ាប់ទៅកើតនៃរាជបាលហ្នឹងសួរមេតល័យទេបត់ចឹងឃើញនរកហ្នឹងសួរណាម្នាក់ទេបំរើមិនបានជាវាមាននរកហ្នឹងអញ្ចឹងប្រាប់ខ្ញុំផងបានមេតល័យទេវសារថីដែលប្របាទនិមរាជសួរហើយក៏បានឆ្លើយថាជន់ទៅឡាយមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសានៅបរោះស្ត្រីដែលឥតមានបាបអត់មានបាបធัวនៅក្នុងមនុស្សលោកឈ្មោះថាជាអ្នកមានបាបធัวពេញបន្ទុកបៀតបៀនប្រតិចផ្ដាសាបរោះស្ត្រីដែលជាអ្នកមានគុណធម៌អត់មានបាបអត់មានទោសណាហើយនៅស្រុកមនុស្សនេះស្មានតែរួចខ្លួនចឹងមានរួចឯណាធ្លាក់នរកអ្នកដែលមានបាបកម្មទាំងអស់នោះរមែងរងបាបជនទាំងឡាយនោះឯងហើយដែលនៃរយៈបាបបៀតបៀនដោយដំបងដេកដួលនៅរួចទៅទៀតទៅនរកទី4ណានៃរយៈបាបដេញធ្លាក់រណ្ដៅល្ងើកភ្លើងត្រឹមចកេះចឹងនរកនោះរួចទៅគ្នាគប់រណ្ដៅលើមួករណ្ដៅនរកត្រឹមចកេះសិតតែរណ្ដៅល្ងើកភ្លើងហើយមិនព្រមឲ្យគ្នាប៉ុណ្ណឹងទៀតទៅបានអាកត្រកអីណាមកដាក់ឯងចិត្តតែដុំល្ងើកភ្លើងយកទៅចាក់ស្រោចទៅលើក្បាលគ្នាទៀតនៃបាលទៀតណាសត្វនរកមានខ្លួនឆេះជុំវិញកំពុងស្រែកទួញយំធ្លាក់ទៅកាន់រណ្ដៅល្ងើកភ្លើងហើយធ្ងោទៀតហើយសួរមេតល័យទេបត់មេតល័យទេបត់
ទូលបរិជាថាជនទាំងឡាយណានេះមួយពោលអាងស័ក្តិសិទ្ធិកោងក្នុងហេតុនៃទ្រព្យរបស់ប្រជុំជនហើយញ៉ាំងទ្រព្យជាបំណុលនោះឲ្យវិន័យបើពិតព្រះអង្គជាធំជាងជនទាំងឡាយនោះញ៉ាំងពួកជនឲ្យវិន័យហើយជនទាំងឡាយអ្នកមានកម្មដល់លិមករមែងរងបាបជនទាំងអស់នោះឯងធ្លាក់ទៅកាន់រណ្ដៅនៅភ្លើងហើយធ្ងោណាអាហ្នឹងអាដែលនៃរាបាលដេញធ្លាក់ក្នុងរណ្ដៅនរកត្រឹមចកេះភ្លើងអីយងើភ្លើងចាក់ពីលើហ្នឹងណាអាហ្នឹងដែលនៅមកពីមនុស្សហ្នឹងនេះដែលអាងស័ក្តិសិទ្ធិកោងហើយញ៉ាំងទ្រព្យរបស់ពួកជនហ្នឹងឲ្យវិន័យហ្នឹងអ្នកដើររែងអង្គាសប្រាក់ចឹងរែងអង្គាសប្រាក់ធ្វើកត់ធ្វើសាលាធ្វើព្រះវិហាររួចទៅចាយអស់ណាចាយអស់រួចដល់គេសួរដេញដោលទៅអាងអ្នកនេះអាងអ្នកនោះស័ក្តិសិទ្ធិកោងហ្នឹងស័ក្តិសិទ្ធិខូចអូគេចាប់ចែងធ្វើនេះអស់ហើយគេចាប់ចែងធ្វើនោះអស់ហើយសុំទៅលំគ្នាទៅធ្វើនេះធ្វើនោះអស់តែខ្លួនឯងចាយស្រួលទៀតប្រាក់គេធ្វើកត់សាលាធ្វើព្រះវិហារណាហ្នឹងសេចក្តីបញ្យលក្នុងព្រះអត្ថកថាណាខ្ញុំមិនមែនចេះតែថាទេណាមកបញ្យលអាឡែកហ្នឹងអាហ្នឹងធ្លាក់ដណ្ដៅងើកភ្លើងហើយគេចាក់ដុំងើកភ្លើងពីលើនោះអាហ្នឹងកុំឲ្យឆ្ងាញ់នឹងប្រាក់វត្តទៀតប្រាក់គេធ្វើព្រះវិហារទេហើយទៅទៀតដល់អនុរកទី5ដល់រត់ទី5នាយនារីបាល់ចាប់ជើងឡើងលើទាំងក្បាលសញ្ញងចុះក្រោមចលក់ទៅក្នុងលោហៈគម្ភីនរកខ្ទះទួងដែងណាខ្ទះទួងដែងធំមានភ្លើងឆេះសន្ធោសន្ធើរន្ទាលច្រាលឆ្អៅប្រកបជាស្ដែងនេះមេត្តល័យទេបំរើរឿងហ្នឹងវាយ៉ាងម៉េចខ្ញុំសូមសួរអ្នកសត្វនរកទាំងអស់ហ្នឹងមានក្បាលសញ្ញងចុះធ្លាក់ទៅកាន់ផ្ទះពេញទៅដោយទឹកទួងដែងដែលកំពុងពុះក្តៅសត្វនរកហ្នឹងធ្វើបាបកម្មអីមេត្តល័យទេបត់ឆ្លើយជនទាំងឡាយណាមានធัวដល់លាមកពេកបៀតបៀនបតិចប្រាសានៅសមណៈឬព្រាហ្មណ៍ជាអ្នកមានសិលជនអ្នកមានកម្មដល់លាមកទាំងឡាយនោះតែងទទួលរងនៅបាបកម្មនោះអានោះរឿងបៀតបៀនបតិចដាសាសមណៈព្រាមទៀតសបោហ្មងចឹងនិឆាទិដ្ឋិអត់ជឿគុណសមណៈព្រាមអត់ជឿគុណទេឃើញមនុស្សដូចតែគ្នាអញ្ចឹងទៅចិត្តវាអត់ជ្រះថ្លានឹងគុណបានយើងរៀនធัวយើងឲ្យដឹងថាយ៉ាងម៉េចគុណទេមើលអត់ឃើញទេតែយើងជ្រះថ្លាថាសីលគុណសមាធិគុណបញ្ញាគុណតែមើលឲ្យឃើញគុណបានយើងជ្រះថ្លានឹងប្រសង្ឃជ្រះថ្លានឹងលោកបើយើងមើលអត់ឃើញគុណហ្នឹងគេអត់ជ្រះថ្លាទេណាគេឃើញប្រសង្ឃគេអត់គោរពអត់ដោះស្បែកជើងអត់ដោះមួកអត់ថ្វាយបង្គំទេបើថាសំពះក្រណយោគួសមបង្អួតអ្នកណាអ្នកណីអីនោះទេដល់ឲ្យក្នុងចិត្តជ្រះថ្លានឹងប្រសង្ឃគឺមានគុណនៅក្នុងប្រសង្ឃហ្នឹងអត់មានទេអាហ្នឹងមនុស្សច្រើនណាស់រហូតដល់ទៅមនុស្សដែលក្រៅលទ្ធិសាសនាអីទៀតមើងងាយចេះដៀលប្រសង្ឃសមណៈព្រាហ្មណ៍នឹងមិនដឹងបណ្ណាទៅទៀតហើយក្នុងសម័យពុទ្ធកាលផងសុទ្ធតែជាព្រះអរិយៈសុទ្ធតែព្រះអរហន្តហើយដល់ទៅនរកទី6ទៀតចាប់យកខ្សែអុកកមកកាត់ក្បាលប៉ិតហើយកាត់ពឹបតែក្បាលដោះចេញវិញទៀតហើយឈឺទៀតកាត់ទៀតពួកនាយនៃរាជបាលតបែងកចងតាក់កសត្វនរកហើយកាប់ពន្លះបោះទៅក្នុងទឹកក្តៅហើយសាកសួរតែពួកសត្វដែលមានក្បាលដាច់ដេកនៅនេះសត្វនឹងធ្វើបាបអីមេត្តល័យទេបត់ឆ្លើយថាជនទាំងឡាយណាក្នុងโลกនេះមានបាបធម៌ពេញបន្ទប់តែងចាប់បៀតបៀននៅសត្វស្លាបទាំងឡាយបៀតបៀនសត្វទាំងដាក់អន្ទាក់សត្វទាំងណាញាតិញោមស្លាប់ដាក់អន្ទាក់សត្វទេអន្ទាក់កដោសម័យលោកពោធទៀតមានណាសរសៃប្រាំងកង់នោះកដោចូលតាក់កគ្នាវីបោណាបបិទ្ធព្រះអង្គជាធំជាងជនទាំងឡាយនោះបៀតបៀនហើយនៅសត្វស្លាបពួកជនអ្នកមានបាបកម្មដល់លាមកនោះតែងទទួលរងនៅបាបជនទាំងនោះមានក្បាលដាច់ហើយដេកនៅដូច្នេះហើយដល់ទៅទៀតទី7
ស្ទឹងនេះមានទឹកច្រើនមានច្រាំងមិនជ្រៅមានកំពង់ល្អរៀបទៀបហូរទៅសបាយហ្មងទាំងក្នុងឋាននរកហ្នឹងណាកំពង់រៀបស្មើល្អហើយទឹកហ្នឹងក៏ថ្លាស្អាតហើយសត្វនរកហ្នឹងស្រេកឃ្លានគ្របសង្កត់ឃើញតែទឹកហ្នឹងស្ទុះចូលទៅទាំងតែចូលទៅស្រាប់តែទឹកទាំងអស់ហ្នឹងដែលមើលទៅថ្លាស្អាតហ្នឹងទៅជាកាមទាំងវាលកាមមើលទៅឃើញអញ្ចឹងហ្មងទាំងរហូតអាពងតែស្រេកឃ្លានហ្នឹងបើមិនតាន់ឃើញទឹកអាហ្នឹងវាក្រត់បន្តិចទៀតអាឃ្លានហើយឃើញទឹកស្ទុះទៅរោនេះតែទៅជាកាមអស់ស្ងួតរើងហើយអញ្ចឹងទៅអ្នកមេតល័យទេវសារថីខ្ញុំសួរអ្នកចុះទឹកដែលសត្វទាំងឡាយនោះផឹកហើយคลายទៅជាកាមវិញតើមកពីបាបអីបើពិតបរិជាជនទាំងឡាយមានកិច្ចការមិនបរិសុទ្ធលាយស្រូវសុទ្ធជាមួយកាមយកកាមទៅលាយជាមួយស្រូវណានឹងមានទៀតណាចាស់ប្រាប់ខ្ញុំហើយដល់មកឃើញក្នុងនេះមានអញ្ចឹងមែនមនុស្សយើងនឹងមានអញ្ចឹងដែរលក់ស្រូវឲ្យគេលេងកាមណាចាស់ពីស្រូវឲ្យដល់អ្នកទិញបានជាទឹកដែលជន់ទាំងឡាយនោះកំពុងមានសេចក្តីក្តៅបៀតបៀនមានសេចក្តីស្រេកឃ្លានទ្រពសង្កត់ផឹកទៅជាកាមហើយទៅនរកមួយទៀតទី8ហ្នឹងនាយនៃរាជបាលចាក់នៅសរីរៈទាំងពីរខាងនៃសត្វនរកនេះដែលកំពុងតែកតុកកន្ទិញទៅដោយព្រួញទាំងឡាយក៏មានដោយលំពេងទាំងឡាយក៏មានដោយលំពេងស្នែងកបីទាំងឡាយក៏មានដេញចាក់ទៅហ្មងហើយដល់សួរទៅនាយនៃរាជបាលបៀតបៀនដោយលំពេងដេកនៅដូច្នេះតើមកពីបាបកម្មអីអាហ្នឹងកាលដែលនៅពីមនុស្សបាបកម្មហ្នឹងលួចស្រូវអធនាទានទៀតទ្រព្យប្រាក់មាសទាំងសត្វចិញ្ចឹមពពែជៀមនិងកបីដែលគេមិនបានឲ្យហើយធ្វើនៅការចិញ្ចឹមជីវិតលួចស្រូវកមាសប្រាក់សត្វអីគេហ្នឹងមិនទទួលនៅបាបហ្នឹងណាហើយទៅទៀតទី9ហ្នឹងឃើញសត្វនរកនោះត្រូវនាយនៃរាជបាលចងកអូសណាពួកដតីត្រូវនាយនៃរាជបាលចិញ្ច្រាំអាខ្លះចិញ្ច្រាំអាខ្លះចងកអូសណាហើយខ្លះទៀតហ្នឹងនាយនៃរាជបាលហ្នឹងធ្វើឲ្យខ្ទេចខ្ទីដួលដេកនៅណាដល់សាកសួរទៅពីដើមហ្នឹងអ្នកសម្លាប់សត្វស្អីណាជ្រូកសម្លាប់ត្រីសម្លាប់សត្វចិញ្ចឹមបីពពែជៀមហើយដាក់លក់ឲ្យដល់រៀនផ្សារលក់សាច់ចិញ្ចឹមសត្វកាប់លក់ធ្លាក់នរកណាឈប់ចិញ្ចឹមទៅឈប់សម្លាប់សត្វទៅណាហើយដល់ទៅទៀតទៅទី10ទៀតលងពេញណាទៅដោយទឹកម៉ូតលមួកឧសតៈនរកចឹងមានក្លិនអាក្រក់មិនស្អាតស្អុយចាយទៅពួកជនអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ហើយដល់ទៅឃ្លានត្រំបាននេះទៀតលមួកហ្នឹងក៏ឆ្ងាញ់ដែរទឹកម៉ូតហ្នឹងអាស្អុយងោងហ្នឹងស៊ីនៅម៉ូតនិងករិស័កនោះមកពីអីបានជាពួកអ្នកទាំងអស់ហ្នឹងបរិភោគនៅម៉ូតនិងលមួកជនទាំងអស់នោះធ្វើបាបកម្មដូចម៉េចប្រទុសរាយមិត្តណាទុសរាយមិត្តទៅឧសតៈនរកបរិភោគម៉ូតលមួកក្នុងនរកណាអ្នកដែលបៀតបៀនមិត្តសម្លាញ់អ្នកតាំងនៅក្នុងការបៀតបៀននៅជនដតីសពកាលពួកជនទាំងឡាយមានអំពើលមួកនោះរមែងរងបាបជនពេលទាំងឡាយជាអ្នកប្រទុះមិត្តតែងបរិភោគនៅម៉ូតលមួកប្រទុសរាយមិត្តចិត្តល្អតែងធ្វើនៅអំពើជាប្រយោជន៍ហើយក្បត់ចិត្តមិត្តណាដោយបំណងយ៉ាងណាមួយដោយប្រយោជន៍យ៉ាងណាមួយណាចឹងបានយើងត្រូវយកកល្យាណមិត្តជាសំខាន់ទៀតយើងមកស្ដាប់ធម៌មករៀនធម៌អីហ្នឹងត្រូវអប់រំចម្រើនមេត្តាឲ្យច្រើនណាគាំទ្រភាពជាកល្យាណមិត្តឲ្យដល់គ្នានឹងគ្នាកុំជ្រោមជ្រែងរឿងស្នេហារឿងស្អីនោះអត់ទេអាហ្នឹងអត់ចម្រើនទេមានតែអន់ថយ
ជ្រោមជ្រែងភាពជាកល្យាណមិត្តណាមកវត្តមកអីហ្នឹងក៏យើងជ្រះថ្លាសិក្សាព្រះធម៌អញ្ចឹងទៅហើយប្រសង់ហ្នឹងក៏ណែនាំល្អដឹកនាំឲ្យប្រព្រឹត្តកុសលធម៌មានសេចក្តីសង្វេគធ្វើទានរក្សាសិលសមាទិអបោសុតអញ្ចឹងទៅចិត្តកើតឡើងជាសេចក្តីស្រឡាញ់គឺថាអប់រំកុំឲ្យវាកើតឡើងព្រោះអានេះវាជារឿងគួរឲ្យសង្វេគក្នុងសង្សារវដ្តទេតម្កល់ខ្លួនយើងឬតម្កល់អ្នកដទៃទុកជាកល្យាណមិត្តល្អតែរុងរឿងអត់មានចាំបាច់លាក់លៀមអត់មានចាំបាច់បំបិតបំបាំងអីទេគឺថាជាចំហហើយរឿងល្អរឿងប្រសើរទៀតណានឹងភាពជាកល្យាណមិត្តភរិយាស្វាមីអីក៏អញ្ចឹងទៅសេចក្តីស្រឡាញ់ស្នេហារាគៈអីហ្នឹងវាថយទៅក៏យើងមិនបែកបាក់គ្នាទេប៉ុន្តែយើងបញ្ចូលមេត្តាមកណាមេត្តាករុណាឲ្យដល់គ្នានឹងគ្នាកុំធ្វើឲ្យគ្នាលំបាកលំបិនណាមានភាពស្មោះត្រង់នឹងគ្នាដោយមេត្តានាំគ្នាធ្វើទានរក្សាសិលទាំងអស់គ្នាទៅជាភរិយាស្វាមីដ៏ល្អក្នុងភាពជាមិត្តសម្លាញ់ទាំងភរិយាបរមាសក្ខាពុទ្ធសម្ដែងដល់ហ្នឹងល្អទាំងជួយជ្រោមជ្រែងផ្នែកខាងកុសលធម៌ឲ្យដល់គ្នានឹងគ្នាទើបមានភាពជាមិត្តក្នុងរាគៈក្នុងលោភៈវាអត់មានធัวជាមិត្តទេសិតតែអកុសលចិត្តអកុសលចិត្តសឹកទាំងអស់ហើយអត់មានចម្រើនទេទាំងនឹងបានរឿងកល្យាណមិត្តនេះចាំមានសភៅក្នុងភាគ10នេះខ្ញុំប្រមូលពុទ្ធិកាអំពីរឿងគុណសម្បត្តិនៃការមានកល្យាណមិត្តទាំងណាហើយទៅនរកមួយទៀតទី11លងនឹងពេញពោទៅដោយឈាមនិងខ្ទុះណាចឹងយើងឮតែឈាមខ្ទុះក្លិនអាក្រក់មិនស្អាតប៉ុណ្ណឹងខ្លាចបាបបាត់ខ្លាចកិលេសហ្មងចឹងខ្លាចកិលេសដល់អញ្ចឹងទៅធ្វើទានរក្សាសិលអីរៀបចំអប់រំចិត្តអីក៏ឲ្យបានល្អទៅកុំឲ្យធ្វេសប្រហែសកុំឲ្យប្រមាទណាណាពាក្យចាស់លោកថាកុកភ្លេចជួងទៀតប៉ុន្តែជួងអត់ភ្លេចកុកទេហ្នឹងយើងដឹងហើយណាទៀតណាហើទៅភ្លេចជួងតែជួងវានៅតែចាំចឹងកុកចុះមកជាប់ជួងនរកហ្នឹងអញ្ចឹងអត់ភ្លេចយើងទេទៀតយើងទៅភ្លេចនរកណាហើយព្រះចក្របាលសម្ដែងថាទ្វានរកដូចជាទ្វាផ្ទះរបស់អ្នកដែលមានសេចក្តីប្រមាទចឹងឯងទៅហ្នឹងទៅនរកហ្នឹងប្រមាទហើយនរកនេះមានក្លិនស្អុយសពគ្រប់នេះឯងពួកសត្វដែលត្រូវកម្ដៅបៀតបៀនហើយហ្នឹងផឹកឈាមនឹងខ្ទុះមាននរកឈាមខ្ទុះទៀតហើយដល់សួរមេតល័យទេបត់ទៅថានៅពីមនុស្សនោះសម្រាប់ព្រះអរហន្តគឺមេត្តាបិតាណាហើយនឹងពុទ្ធសាវករបស់ព្រះពុទ្ធឈ្មោះថាបរាជិកក្នុងភាពជាក្រហមសម្រាប់មេត្តាបិតាណាពួកជនអ្នកមានអំពើដល់លាមកនោះឯងរងបាបកម្មមានខ្ទុះមានឈាមណាអាហ្នឹងវារួចពីអវិជ័យនរកមកអញ្ចឹងទៅវាមិនមែនតន់ផុតពីនរកផ្សេងទៀតឯណាទៀតនរកក៏មានអាជ្រៅមានអារៈមានអាធំមានអាតូចច្រើនរណ្ដៅណាស់ហើយបរិវារនរកច្រើនទៀតណាហើយទៅទៀតដល់ទី12ដេកលើផែនដែកទៀតណាដេកលើផែនដែកភ្លើងហើយនៃនិយាយបាលហ្នឹងដឹងតែគ្នាដេកលើអាដែកក្តៅហ្នឹងហើយយកដែកបុកពីលើគ្នាទៀតកាចអីក៏កាចណាស់ហើយមើលសត្វនរកមានអណ្ដាតមុតដោយសន្ទូចបីដូចជាស្បែកទៅគេខ្វាដោយកង្វេងញាប់ញ័រដូចត្រីដែលជន់បោះទៅលើគោកលើផែនដែកព្រោះហេតុអីហើយសត្វនរកហ្នឹងយំបង្ហូរទឹកភ្នែកមនាមេតល័យទេវសារថីខ្ញុំសួរអ្នកពួកជនដែលស៊ីសន្ទូចដេកតើពួកសត្វទាំងអស់នោះធ្វើបាបកម្មដូចម្ដេចណាអាហ្នឹងកាលដែលនៅជាមនុស្សឯណានីមួយស្ថិតនៅក្នុងតំណែងជាអ្នក
កាត់ថ្លៃទំនិញញ៉ាំងទំនិញដែលមានថ្លៃហ្នឹងឲ្យសាបសូន្យចាក់ថ្លៃបន្ថោកទំនិញគេប្រកបដោយអំពើកោងធ្វើអំពើកោងប្រហែលចង់បានទ្រព្យបីដូចជាសន្ទូចដែលគេបិទបាំងដោយនុយដើម្បីសម្លាប់ត្រីទីពឹងរបស់អ្នកធ្វើនៅអំពើកោងជាបុគ្គលដែលកម្មរបស់ខ្លួនរូបរត់ហើយណាពួកជនអ្នកមានអំពើល្មើសទាំងអស់នោះតែងរងបាបបានជាពួកជនទាំងអស់នោះជាអ្នកស៊ីនៅសន្ទូចដេកនៅអាហ្នឹងបោកប្រាស់គេទៀតកោងគឺថាបោកប្រាស់គេរឿងទំនិញរឿងស្អីហ្នឹងរស់ស៊ីខូចនិយាយទៅថាខូចទៅតែហ្មងទៀតណាដូចរបៀបដូចទេវទត្តដែលទៅជាដូនមួយហ្នឹងគាត់មានអភិជាអ្នកមេហើយគាត់វាភ្លេចទៅណាវាឡើងស្នឹមស្អីវាប្រឡាក់វាប្រឡូកទៅប៉ុន្តែមេតែយកមកឲ្យទេវទត្តក្នុងការហ្នឹងយកមកពិនិត្យមើលទៅឃើញមេប៉ុណ្ណឹងហើយបន្ថោកតម្លៃគ្នាទៀតអានឹងថោកទេធ្វើជាមិនទិញដើរទៅចឹងតើព្រះបរមពុរិស័ទទៅតើបានប្រមូលប្រាក់ប្រមាណឲ្យទៅទាំងអស់ទុកទៅ8កហបណៈគ្រាន់ថ្លៃសំពៅតើអានទេវតទៅមកសន្ទុះមកវិញដើម្បីបន្ថោកតម្លៃគេណាមករស់ព្រះបរមពុរិស័ទទិញយកទៅបាត់ខឹងដេញតាមrồiព្រះបរមពុរិស័ទចុះសំពៅទៅបានចងពីនឹងព្រះបរមពុរិស័ទតាំងពីពេលនឹងមកអានឹងខ្ញុំឧទាហរណ៍ពីរឿងបន្ថោកគេអញ្ចឹងណាដោយកលល្បិចផ្សេងណាហ្នឹងហើយដល់ទៅអនុរៈទី13នរៈស្រីចឹងនៅទៅនរៈមានស្រីដែរណាហើយច្បាស់លាស់ហើយនៅនរៈវាអត់មានខោអាវនរៈរូបរាងជាស្រីអថៃភេវរូបមានខ្លួនដាច់ខ្ទេចខ្ទីអស់មានជាតិអាក្រក់មានខ្លួនប្រឡាក់ពាក់ពេញទៅដោយឈាមនិងខ្ទុះមានខ្លួនដាច់រយះរយែងបីដូចគោទាំងឡាយដែលគេពន្លះក្នុងទីសម្លាប់គួងដើមដៃទាំងឡាយយំកន្ទក់កន្ទិញពួកស្រីទាំងនោះមានខ្លួនត្រឹមចង្កេះដាច់មកកណាត់អញ្ចឹងទៅនៅតែចង្កេះឡើងលើមកអញ្ចឹងទៅណាលិចចុះទៅក្នុងផែនដីហើយមានភ្លើងឆេះសន្ធោសន្ធៅមានភ្នំរមៀលកិនសពកាលទៀតគប់ទៅក្នុងដីចំនោះភ្នំភ្លើងរមៀលមកកិនទៀតម្នាទេវសារថីខ្ញុំសួរអ្នកពួកស្ត្រីទាំងអស់នោះដែលមានខ្លួនត្រឹមចង្កេះគប់ទៅក្នុងដីត្រឹមចង្កេះហ្នឹងខ្លះដាច់ចឹងទៅខ្លះគប់ទៅក្នុងដីទៅលិចចុះក្នុងផែនដីមានភ្លើងឆេះសន្ធោសន្ធៅភ្នំរមៀលកិនសពកាលតើពួកស្ត្រីទាំងនោះបានធ្វើបាបកម្មដូចម្ដេចណាមេតល័យទេបត់ឆ្លើយថាពួកស្ត្រីដែលកាលពីនៅមនុស្សមានត្រកូលស្ត្រីក្នុងត្រកូលណាមានអំពើមិនបរិសុទ្ធបានប្រព្រឹត្តនៅអំពើជារបស់អសប្បុរសពួកស្ត្រីទាំងនោះមានសភាពជាអ្នកលះបង់នៅស្វាមីណាហើយត្រាច់ទៅរកបរោះដតីព្រោះហេតុតែកាមគុណនិងលបែងពេលពួកស្ត្រីទាំងនោះក្នុងជីវលោកលូកញ៉ាំងបរោះដតីឲ្យត្រេកត្រអាលទៅមានភ្លើងឆេះសន្ធោសន្ធៅមានភ្នំរមៀលកិនដូចនេះអាហ្នឹងរត់ចោលប្តីទៀតណាចោលបាត់ប្តីណាដាច់កាមេសុមិច្ឆាចាទៀតម៉ានេះណាអាណាដឹងខ្លួនខំធ្វើបន់ឲ្យច្រើនទៅត្រែកជួយរួចនិយាយមែនទេណាព្រោះក្នុងโลกនេះអាសេចក្តីទុក្ខនឹងវាអត់មានមកពីណាទេតែមកតែពីសេចក្តីសុបាយហ្នឹងឯងណាអត់ទេរឿងអ្វីក្នុងโลกនេះអាមិស្សៈហ្នឹងគ្រាន់តែជាចំណងចងសត្វលោកទេហើយចាំចុះគ្រាន់តែជាគ្រឿងអាស្រ័យសម្រាប់រស់បើយើងមិនជាប់ជំពាក់នឹងរួចខ្លួនអាមិស្សៈក្នុងโลกនេះរកសេចក្តីសុខស្ងប់ក្នុងចិត្តវិញកុំរកសេចក្តីសុខពីរបស់ខាងក្រៅអត់រួចខ្លួនទេស៊ីសងភ្លាមនេះក៏តែមានណាគឺអាសេចក្តីសុខដែលយើងចង់បានក្នុងโลกនេះមានតម្លៃគិតទៅនឹងសេចក្តីទុក្ខណាដូចចងការគេអញ្ចឹងទេខ្ចីភ្នែកទៅមើលខ្ចីទៅជាទៅលឺខ្ចីកាយទៅរោគសម្ផស្សបណ្ណាគឺសងការប៉ុណ្ណឹងទេតែយើងត្រេកអរអីនឹងសេចក្តីសុបាយ
ចំណងកិលេសចំណងកម្មចឹងអត់មានសបាយហើយចំណេញអត់មានហ្មងចឹងបាយបណ្ណាគឺត្រូវរងទុកសងប៉ុណ្ណឹងមានតែថែមដោយសារការមើលដូចនួនមាននុកទៅជាមួយអបលវណ្ណាថាសបាយហើយបន្ទុសរាយបលវណ្ណាបានសម្រេចហើយប្រមាណឡាស់ម៉ោង1ម៉ោងមកវិញផែនដីស្រូបនៅដររហូតដល់សប្តាហ៍ថ្ងៃចឹងហើយគិតមើលទៅអាសបាយប្រមាណមួយផ្លេតហ្នឹងហើយទៅឆេះក្នុងនរកអាហ្នឹងបានថាកុំចង់សបាយក្នុងលោកនេះរកសេចក្តីស្ងប់ក្នុងចិត្តវិញចឹងអាហ្នឹងបានប្រសើរទៅនៅពេលនៅផុតពីលោកនេះភព3នេះអត់ទេរឿងកម្មហ្នឹងវាចែកពេលគ្នាឲ្យផលល្អណាស់ចឹងណាចែកពេលគ្នាឲ្យផលគាត់មួយនោះឈ្មោះមេគាវិកៈណាមេកៈវិកៈមោស្រអាគោវោសឯកគាត់ហ្នឹងគាត់បាញ់សត្វចឹងបាញ់សត្វតែធ្វើជាព្រានបាញ់សត្វមានសម្លាញ់ម្នាក់ជាឧបាសកសម្លាញ់ជាឧបាសកហ្នឹងចេះតែដាស់តឿនគាត់កុំឲ្យសម្លាប់សត្វក៏អត់ស្ដាប់ទេឧបាសកហ្នឹងគាត់បានទៅថ្វាយបង្គំប្រខេណាស្របមួយអង្គដែលចិត្តដឹកតែងទៅលោកម្រងជារឿយសូមឲ្យជួយដល់សម្លាញ់ដែលមានកល្យាណមិត្តបានអញ្ចឹងទេចិត្តល្អកល្យាណមិត្តហ្នឹងគឺថាចង់ជួយធ្វើម៉េចឲ្យរួចពីផ្លូវទៅនរកហ្នឹងអញ្ចឹងទៅសូមឲ្យប្រខេណាស្របព្រះអង្គជួយប្រខេណាស្របគង់នៅស្ងៀមដល់ពេលមុនទៅបិណ្ឌបាតជួយទៅបានចង្ហាន់មកហាន់ទៅបានចូលទៅកាន់ផ្ទះរបស់មេកវិកៈហ្នឹងឃើញប្រខេណាស្របគាត់ជ្រះថ្លាទាំងជ្រះថ្លាចូលចិត្តហ្នឹងវាបានឧបនិស្ស័យត្រង់ដែលចូលចិត្តហ្នឹងដែរណាចូលចិត្តចឹងទៅក៏បាននិមន្តឲ្យចូលទៅក្នុងផ្ទះក្រៅអាសនៈអីសពគ្រប់ចឹងទៅបានប្រខេណាស្រាប់ហ្នឹងដាស់តឿនថាកុំឲ្យសម្លាប់សត្វអីសត្វព្រមស្ដាប់ថាខ្ញុំកណាវាសប្បាយបាញ់សត្វបានសប្បាយអត់ស្ដាប់លោកទៀតទេហើយអញ្ចឹងប្រកេណាស្រាប់លោកថាឥឡូវចេះហ្នឹងបើមិនបានពេញមួយថ្ងៃហ្នឹងទេតែឯងតាំងចិត្តកុំសម្លាប់ពេលយប់ទៅមានអីពេលយប់ខ្ញុំក៏តាំងចិត្តមិនសម្លាប់បានតែមិនបាច់ទៅយប់តែថ្ងៃខ្ញុំណាទៅឯណាអញ្ចឹងបានមកពេលហ្នឹងដែរជួយមិនបានទាំងអស់ទេតែស្រាប់ទៅជាវិមាននិកៈប្រែទាំងជាវិមាននិកៈប្រែពេលយប់អូយតាមមកគុណទាំង5ហ្នឹងសបោទាំងសបោដល់ពេលថ្ងៃភូមិឆ្កែខំនេះភូមិឆ្កែអូតាមខំកម្មនឹងវាចែកគ្នាអញ្ចឹងទៅណាចែកគ្នាឲ្យផលអញ្ចឹងបានព្រះនារតៈខទៅឃើញសាសួររឿងហ្នឹងហ្នឹងថាហើយវិមាននិកៈប្រែតហ្នឹងនៅក្នុងកំណើតទេវតាណាចឹងស្នាក់ចាតមហារាជការណាស្ដេចយមរាជអីហ្នឹងនៅក្នុងវិមាននិកៈប្រែតចឹងពេលណាកុសលកម្មឲ្យផលក៏សោះទៅកាមគុណចិត្តទៅពេលណាបាបឲ្យផលក៏មានទុក្ខមានលំបាកអញ្ចឹងដែរណារាជយមរាជក្នុងបរមត្ថយោរិកៈហ្នឹងមិនមែនមានមួយអង្គទេណាយើងធ្វើបុណ្យឧទ្ទិសឲ្យស្ដេចយមរាជនៅក្នុងនរក8រណ្ដៅហ្នឹងក្នុងមួយរណ្ដៅមានស្ដេចយមរាជ4អង្គទៅណាទាំងអស់32អង្គដែលយមរាជនៅក្នុងកំណើតទេវតាចាតមហារាជការជាស្ដេចវិមាននិកៈប្រែតដែលសន្ធិដល់ហេតុកៈក៏មានទុហេតុកៈក៏មានតិហេតុកៈក៏មានអាចមានសម្រាប់អ្នកផលទៀតទាំងដល់ជំរាជហើយបានសម្រាប់អ្នកផលឈប់ទុកឈប់លំបាកហើយយមបាលហ្នឹងក៏ពួកទេវតាចាតមហារាជការនឹងដែរប៉ុន្តែពីដើមមានចិត្តចូលចិត្តការបៀតបៀនអ្នកណាបៀតបៀនអ្នកដទៃអីត្រេកអរតាមទៅវាសន្សំអធិស្ឋ័យហ្នឹងវាយវាទៅធ្វើតែរនកម្មវាទៅអាហ្នឹងវាខូចចេះវាខូចចោះ
ត្រេកអរអញ្ចឹងទេហើយអាបាបហ្នឹងអត់បានឲ្យផលទេកុសលកម្មឯណានីមួយហ្នឹងឲ្យតែកើតក្នុងកំណើតចាតមហារាជការហ្នឹងកើតក្នុងនរកហ្នឹងហ្មងចឹងប៉ុន្តែអត់មានជាសត្វនរកអីគឺចូលចិត្តធ្វើទរណកម្មសត្វនរកហ្នឹងឯងអាហ្នឹងពួកវិមានកៈត្រែណាមានក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈទៀតយើងសំដែងពីពួកវិមានកៈប្រែតអាយុវែងទៀតអាយុមួយចន្លោះពុទ្ធវិមានកៈប្រែតវែងមែនទេនៅក្នុងសាសនាពុទ្ធកស្សបៈហ្នឹងមានឧបាសកជាសោតាបណ្ឌបកុលហើយគាត់មានក្រុមឧបាសកគាត់ទៅធ្វើបុណ្យធ្វើទានសន្ធឹកសន្ធាប់ណាស់ហើយភរិយារបស់ឧបាសកហ្នឹងភរិយារបស់គាត់ហ្នឹងក៏ជ្រះថ្លាដែរទៅបន់ធ្វើទានថ្វាយផ្កាថ្វាយអីចឹងទៅនាំគ្នាអីស្រីហ្នឹងប្រហែល500នាក់ហ្នឹងទៅអញ្ចឹងធ្វើបន់ច្រើនណាស់ជាមួយព្រះរាមាភិព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងភិក្ខុសង្ឃហ្នឹងបន់ច្រើនពេលមួយពួកនាងហ្នឹងទៅសំណាក់នឹងសាលាមួយតាមផ្លូវទៅវត្តហ្នឹងទៅជួបអ្នកលេង2-3នាក់ពួកអ្នកលេងហ្នឹងឃើញនាងហ្នឹងស្អាតទេហើយដឹងថាអូសិតតែអ្នកមានសិលទៀតដឹងអញ្ចឹងទៀតណាដល់អញ្ចឹងតាមស្នល់គ្នាអ្នកណាធ្វើឲ្យនាងនឹងដាច់សិលបានអញឲ្យ1000ហបណៈមួយគេចេញដើមទុនអញ្ចឹងណាស្រាប់តែអ្នកលេងមួយនោះថាអញអាចធ្វើបានបើអញធ្វើមិនបានអញឲ្យអញ1000ហបណៈទេគាត់នឹងចេះដេញពិនទេដល់អញ្ចឹងលេងមែនទេហ្មងដល់មែនទេចេះដេញពិនពួកនាងនឹងទៅនឹងសាលាសំណាក់ហ្នឹងដេញពិនបរោះចុះបរោះឡើងទៅភរិយាបាសកហ្នឹងស្រឡាញ់អ្នកដេញពិនហ្នឹងអ្នកដេញពិនហ្នឹងបាននាងនឹងអញ្ចឹងទៅនាងហ្នឹងដាច់សិលប្រព្រឹត្តកាមេសមិច្ឆាចារដល់អញ្ចឹងទៅទា1000ហបណៈពីអ្នកចាប់ផ្ដើមលេងខ្នល់ហ្នឹងបាន1000ហបណៈរបស់គេទៅអញ្ចឹងដល់អ្នកចាញ់ហ្នឹងកើតទុកដែរអ្នកចាញ់ហ្នឹងអញជឿថាគេវាមានសិលហើយមកអញ្ចឹងឲ្យអញអស់1000ហបណៈអញទៅប្រាប់ប្តីនឹងឯងបាទប្តីហ្នឹងហៅទៅសួរដល់ទៅសួរក៏ហក់ប្តីនឹងថែមទៅទៀតមកជន់ទៅទៀតអត់ទេខ្ញុំអត់ទេបើខ្ញុំប្រព្រឹត្តកន្លងចិត្តអ្នកមែនឲ្យឆ្កែខំខ្ញុំទៅហើយបានសក់ហ្នឹងគេសោតតាបណ្ឌបកុលគេហៅនាងហ្នឹង500នាក់ទៅសួរទៀតនាងហ្នឹងដឹងរឿងទេដឹងប៉ុន្តែសុំតែលំគ្នាអត់ទេបើខ្ញុំកុហកឲ្យខ្ញុំធ្វើជាទាស័យរបស់ភរិយាអ្នករហូតទៅបើខ្ញុំសុំតែលំកុហកឲ្យខ្ញុំធ្វើជាខ្ញុំបំរើរហូតហើយទៅស្មានតែរួចខ្លួនទៅហើយនាងនឹងដល់ទៅដឹងខ្លួនឯងខុសអញ្ចឹងចិត្តតែកើតទុកចឹងកើតទុកអញ្ចឹងទៅលំបាករីងរៃទៅស្លាប់ទៅប៉ុន្តែដល់ស្លាប់បន់ឲ្យផលបន់តែធ្វើជាមួយនឹងប្រពុតនឹងខ្លាំងតែអញ្ចឹងតែធ្វើទៅជ្រះថ្លាខ្លាំងណាទៅជ្រះថ្លាខ្លាំងបន់ឲ្យកើតជាវិមានកៈប្រែកើតទៅនៅក្នុងវិមានសម្បើមមានរតនវត្ថុហើយពួកនាងនេះក៏កើតជាបរិវារមែនទៅណាហើយនាងនឹងដល់ពេលចុះពីវិមានទៅឆ្កែអត់ស្លឹកវិជាឆ្កែកបិតវិជាមកខំចឹងខំដូចជាស្រេកឃ្លានខំស៊ីសាច់ទៅនៅខ្ទេចខ្ទីអស់ទៅតលចាំពំយកទៅទម្លាក់នឹងអាណោតស្រះទម្លាក់ត្រង់អញ្ចឹងទៅបានទៅជាទេពធីតាមកវិញអញ្ចឹងទៅហ្នឹងត្រូវទៅឲ្យឆ្កែខំនឹងអស់550ឆ្នាំទៀតរាល់យក550ឆ្នាំតាំងពីសាសនាពុទ្ធកស្សបៈមកពេលថ្ងៃអីរួចមកគឺសោយសពសម្បត្តិចិត្តអីសពគ្រប់ទាំងអស់ហើយនិយាយពីពួកនាង500នោះនៅយូរពេកអត់សពអត់មានប្រុសណាម្នាក់ទៀតអត់ទេទាំងអស់គ្នានឹងគឺអត់មានប្រុសម្នាក់ហើយមានរាជៈមានអីធម្មតាចុះសិតតែជាអាហារពិតក្នុងកំណើតវិញ្ញាណកៈប្រែឯងគិតធ្វើម៉េចបានប្រុសមកអញ្ចឹងក៏គិតត្រូវគ្នាបេះផ្លែស្វាយតែផ្លែស្វាយទឹកបដែតតាមទលេគង្គាបដែតទៅទៅបោះ
ខ្លះក៏បានសោយទៅព្រានព្រៃខ្លះក៏បានទៅក្រោយមកបានព្រះរាជានគរពរិណសីទៀតព្រះរាជានៅនគរពរិណសីចុះស្រង់ទឹកដាក់សំណាញ់ខៀងបានផ្លែស្វាយគេរើសបានយកទៅថ្វាយព្រះអង្គអត់ទាន់សោយទៀតមានអ្នកសោយជំនួសមុនដើម្បីឲ្យដឹងសិនណាឲ្យភ្លក់ហ្នឹងមិនមែនឯងភ្លក់មើលផ្លែស្វាយនឹងឆ្ងាញ់ទេដាក់មួយម៉ាត់អូយព្រះអង្គមិនដែលជួបប្រទេសអីក៏មានរសជាតិល្អដែរដាក់អញ្ចឹងដាក់មួយម៉ាត់ទៀតទៅមើលបរិភោគពីរម៉ាត់ចូលទៅអ្នកដែលភ្លក់ហ្នឹងសក់លបាយអាចខ្លាហើយទៀតគ្រាន់តែជាតិស្វាយចូលទៅក្នុងខ្លួនអាម៉ាត់ទី2ហ្នឹងអាមុននឹងជ្រួតជ្រាបទៅសក់ទៅជាខ្មៅស្បែកនឹងឡើងតឹងទៅជាក្មេងកន្លោះទៀតមនុស្សចាស់ហើយហ្នឹងណាអញ្ចឹងព្រះរាជានៅសល់ប្រមាណទុកព្រះអង្គសោយទៅប្រែរូបទៀតប្រែរូបឲ្យជារសជាតិទឹកហ្នឹងឲ្យជារសជាតិទឹកមកទៀតបានទេអាហារពួកវិញ្ញាណកៈប្រែតហ្នឹងមើលទៅនាងសតធីតាវិញ្ញាណកៈប្រែតយកទៅនៅរស់វិញ្ញាណកៈប្រែតនោះ700ឆ្នាំទៀតហើយមនុស្សក្នុងសម័យហ្នឹងមុនព្រះសម្មាសម្ពុទ្ធត្រាស់ដឹង700ឆ្នាំទឹកតែអាយុជាង100តើកាលហ្នឹងមុនព្រះពុទ្ធត្រាស់ដឹង700ឆ្នាំមនុស្សអាយុជាង100ឆ្នាំស្លាប់នាងសតធីតាទៅនៅវិញ្ញាណកៈប្រែតបរិភោគអាហារទឹករស់បាន700ឆ្នាំចឹងហើយនៅក្មេងស្អាតចេះនៅវិញ្ញាណកៈប្រែតតលតែអត់សុខអស់បនទៅសូមឲ្យប្តីយកមកស្រុកមនុស្សវិញគ្រាន់តែមកដល់មនុស្សព្រឹកចាស់ជ្រីងជ្រួញទៀមស្គមអស់កម្លាំងនៅបាន7ថ្ងៃឯស្លាប់ទៅហ្នឹងដោយសាររឿងអាហារទឹកព្រះរាជាចឹងដែរយើងបានស្វាយទឹកប៉ុណ្ណឹងបានដឹងឲ្យជារសស្វាយទឹកអញ្ចឹងចង់ទៅរកឬគល់ស្វាយនឹងនៅណាប្រជុំពួកព្រានពួកអីហោហែកម្មពីសង្យុត្តនិកាយនិទានវៈណាបិដកផ្នែកយើងលេខ32មាននៅក្នុងលក្ខណៈសង្យុត្តនៅក្នុងនោះគឺមានសម្ដែងអំពីព្រះមហាមោគលាននិងព្រះថេរៈមួយអង្គទ្រង់ព្រះនាមលក្ខណភេព្រះលក្ខណភេនេះនៅក្នុងពួកភិក្ខុ 1000 អង្គដែលបានស្ដាប់អតិតបរិយាយសូត្រក្នុងបឋមពោធិកាលបានជាព្រះអរហន្តប៉ុន្តែរូបកាយរបស់លោកនឹងសំរុំត្រឹមត្រូវក្នុងលក្ខណៈនៃបរិសុទ្ធល្អស្រស់អញ្ចឹងទៅក៏មាននាមប្រកាសដល់ស័ក្តិព្រះមចារីថាណាព្រះលក្ខណៈក្នុងកាលនោះព្រះរាជាទ្រង់គង់នៅនាវត្តវេលវ័នជាកលន្តកៈនិទាបស្ថានចិត្តក្រុងរាជក្រឹស្ណាហើយសម័យនោះដែរគឺព្រះមហាមោគលាននិងព្រះលក្ខណភេហ្នឹងគង់នៅភ្នំកិច្ចកោฏហើយបានព្រះមហាមោគលានហ្នឹងក៏បានស្លៀកស្បង់កដាប់បាតជ័យវរហ្នឹងទៅប្រពល់ព្រះលក្ខណភេហ្នឹងថាលោកដែលមានអាយុមកយើងនិមន្តទៅបិណ្ឌបាតនៅឯក្រុងណាគណាលោកដែលមានអាយុព្រះលក្ខណៈព្រមនិមន្តទៅបិណ្ឌបាតជាមួយព្រះមហាមោគលានល្អទេទៀតព្រះអរហន្តនិមន្តបិណ្ឌបាតចុះពីភ្នំទៅអញ្ចឹងល្អទេគួរឲ្យមានសេចក្តីជ្រះថ្លាក្នុងកាលនោះព្រះមហាមោគលានក៏បានញញឹមប្រលោកបានឃើញប្រែតណាប្រែតច្រើនណាស់ព្រះលក្ខណៈហ្នឹងក៏លោកបានសួរថាលោកដែលមានអាយុលោកញញឹមប្រហែលអីព្រះមហាមោគលានក៏ឆ្លើយតបថាកាលនេះមិនគួរដើម្បីខ្ញុំកណាឆ្លើយទេចាំនៅចំពោះពុភៈនៃព្រះរាមាភិក្ខសូមលោកដែលមានអាយុសាកសួរសេចក្តីនេះនឹងខ្ញុំកណាចុះក៏និមន្តទៅបិណ្ឌបាតទៅដល់ពេលឆាន់រួចហើយហ្នឹងក៏បានចូលទៅស្គាល់ព្រះរាមាភិក្ខក្នុងកាលនោះព្រះលក្ខណភេហ្នឹងក៏បានសាកសួរព្រះមហាមោគលានចំពោះព្រះភក្ត្រនៃព្រះរាមាភិក្ខព្រះមហាមោគលានហ្នឹងក៏បានឆ្លើយថាខ្ញុំកណាបានឃើញប្រែតនឹងមានច្រើនណាស់មានអដ្ឋិសង្ឃលិកៈប្រែតមង្សពេសិប្រែតមង្សបណ្ឌិប្រែតអីហោហើយចឹងទៅ
រៀបរាប់រួចចឹងទៅព្រះដ៏មានប្រភេទព្រះអង្គក៏ទ្រង់អះអាងថាត្រូវហើយប្រែទាំងតថាគតហ្នឹងក៏បានឃើញតាំងតែពីតថាគតទៅតែត្រាស់ដឹងនៅមណ្ឌលពោធិព្រឹកម្លេះនឹងប៉ុន្តែតថាគតមិនបានសម្ដែងព្រោះថាមិនមានសាវកណាជាសាក្សីសេចក្តីនេះបើអ្នកដទៃបានឮតថាគតសម្ដែងហើយមិនជឿតថាគតនោះរមែងប្រព្រឹត្តទៅជាបាបមានទោសប្រហែលតែការមិនជឿតថាគតឥឡូវតថាគតបញ្ជាក់សេចក្តីនេះដល់អ្នកទាំងឡាយគឺទៅតាមដែលព្រះមហាមោគលានបានឃើញយ៉ាងណាព្រះអង្គទ្រង់បញ្ជាក់ថាតថាគតនឹងបានឃើញតាំងតែពីទៅត្រាស់ដំណេះនៅក្នុងប្រែទាំងអស់នោះគឺព្រះមហាមោគលាននឹងបានឃើញប្រែនឹងមានតែរាងឆ្អឹងដែលទៅតាមអាកាសហើយត្រូវថ្មាតក្អែករអាតដូចកើតពីបាបប្រចាំហើយចំពោះសិតតែដែកដេញខំហើយចំពោះរឹងណាដាក់ក្រឹបបែកចឹងដល់ខួរក្នុងចឹងហើយប្រែនឹងស្រែកធ្ងោឲ្យទៅហឹកទៅតាមអាកាសចឹងនឹងគឺព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាគាត់នឹងអ្នកសម្លាប់គោនៅក្នុងរាជក្រឹសនឹងឯងសម្លាប់គោដល់ពេលគាត់ស្លាប់ទៅធ្លាក់នរកអស់កាលដល់យូរវែង1000ឆ្នាំ10000ឆ្នាំ100,000ឆ្នាំដល់ពេលរួចពីនរកមកក៏បានកើតនៅក្នុងកំណើតប្រែតនេះដែលមានតែរាងឆ្អឹងពីព្រោះកំណួលឆ្អឹងហ្នឹងក៏បានទៅជានិមិត្តណាចឹងទៅជានិមិត្តនៅពេលដែលមរណាសន្និជីវ័នកើតឡើងនៅពេលដែលចិត្តចតិអំពីនរកនោះតែអញ្ចឹងទៅក៏បានកាន់យកនៅឆ្អឹងនឹងឯងជានិមិត្តហើយក៏បដិសន្ធិក្នុងកំណើតប្រែតហ្នឹងជារាងឆ្អឹងនឹងអញ្ចឹងទៅហ្នឹងហើយប្រែតមកគូទៀតនោះដែលព្រះមហាមោគលានបានឃើញហ្នឹងជាដុំសាច់ប៉ុន្តែដុំហ្នឹងវាមិនមែនដុំមូលទេវាជាចម្រៀកហៅថាមង្សៈណាពេសិប្រែតហ្នឹងតែជាចម្រៀកដុំសាច់គឺព្រះអង្គទ្រង់សម្ដែងតែគាត់ហ្នឹងអ្នកសម្លាប់គោដែរនៅនាក្រុងរាជក្រឹសហ្នឹងគឺគាត់បានយកសាច់គោហ្នឹងមកជ្រៀកជាចម្រៀកហាលហើយក៏លក់ចិញ្ចឹមជីវិតទៅហ្នឹងជាទោសរបស់បាណាតិបាតទៅទៀតក៏ប៉ុន្តែក៏ព្រោះតែអាស្រ័យមានកាមជាហេតុដែរទៅប្រព្រឹត្តទៅដើម្បីការសម្លាប់ជីវិតសត្វហ្នឹងជាទោសរបស់កាមណាទៀតហើយចំពោះកាមដែលនាំឲ្យមានការសម្លាប់សត្វជាដើមទាំងអស់ហ្នឹងនៅណាវានៅក្នុងសន្តានរបស់យើងនៅឡើយឬក៏វាស្ងប់រងាប់ទៅហើយអាហ្នឹងដែលយើងត្រូវឃើញថាកាមទាំងឡាយសំបីតិចតួចក៏ដោយក៏វាជាបៈពួករបស់មាវាជាទុកដែលមិនគួរប្រមាថសេះប្រហែសនៅក្នុងកាមទាំងឡាយនោះឡើយហើយប្រែតនោះមង្សៈបណ្ឌៈជាដុំសាច់គឺជាអ្នកសម្លាប់បក្សីបោចរោមបោចអីអស់ហើយក៏ជៀនទៅឲ្យទៅជាដុំសាច់មូលទៅរបស់ហ្នឹងវាទៅជានិមិត្តណាចឹងទៅជានិមិត្តដែលនាំឲ្យរួចពីនរកមកកើតជាប្រែតនេះជាប្រែតដុំសាច់ហើយសត្វតែពួកសត្វក្នុងកំណើតប្រែតនឹងឯងដែលភ្នែកធម្មតាមើលមិនឃើញដូចគ្នាទាំងប្រែតទាំងថ្មាតទាំងក្អែកទាំងរអាតដែលដេញខំជាប់រហូតទៅស្រែកឲ្យរអឹសទៅតាមអាកាសហ្នឹងនៅនាភ្នំកិច្ចកោតនោះហ្នឹងដែលព្រះអង្គទ្រង់សម្ដែងពីបុព្វកម្មរបស់ពួកប្រែតទាំងអស់ហ្នឹងហើយប្រែតទី4នោះប្រែតនោះគឺមិនមានស្បែកហ្នឹងដែលមិនមានស្បែកហ្នឹងប្រែតប្រុសហ្នឹងអត់មានស្បែកព្រះអង្គទ្រង់សម្ដែងពីអ្នកសម្លាប់ជៀមនៅក្នុងរាជក្រឹសនឹងឯងបកស្បែកជៀមហ្នឹងแล้วហើយវាបាននៅអារម្មណ៍នឹងឯងដែលនាំឲ្យកើតទៅជាប្រែតអត់ស្បែកហើយប្រែតទី5នោះមានរោមជាដាវអសិលោមៈប្រែតហ្នឹងអ្នកសម្លាប់ជ្រូកដើររុះមកដោតជាប់ចង្កាយកឹបដូចរោមអញ្ចឹងហើយដល់នៅសេចក្តីទុកអញ្ចឹងទៅអ្នកសម្លាប់ជ្រូកនោះ
ហ្នឹងហើយប្រែកមកពួកទៀតទី6នោះមានរោមជាលំពេងណាសតិលោមៈប្រែតហ្នឹងអ្នកបាញ់អ្នកគុកអ្នកកវែងអ្នកសម្លាប់មរឹកណាពួយដោយលំពេងចោលសម្លាប់មរឹកហ្នឹងសិតតែប្រែតរួចពីនរកមកទាំងអស់ណាចឹងហ្នឹងហើយប្រែតមកពួកទៀតនោះទី7ហ្នឹងហៅថាឧបសពប្រែតហ្នឹងមានរោមជាព្រួញហ្នឹងគឺពេជ្ជឃាតអ្នកសម្លាប់ចោលអ្នកសម្លាប់អ្នកទោសហ្នឹងដែលព្រះរាជាឲ្យយកទៅសម្លាប់ហ្នឹងគេសម្លាប់ដោយបាញ់ព្រួញហ្នឹងក៏មាននៅក្នុងកំណែប្រែតហ្នឹងដែរដែលរួចពីនរកមកហើយទី8ទី9នោះចូលជែកលោមកប្រែតហ្នឹងមានរោមដូចមជុលគាត់មួយនោះអ្នកយុះញងគេទៅនរកអញ្ចឹងដល់មកកើតជាប្រែតមានដៃធ្លាក់ចំកដាលក្បាលធ្លាយមកមាត់ហើយក៏ចូលតាមមាត់ធ្លាយតាមពពង់កចូលតាមពពង់កធ្លាយមកទ្រូងចូលតាមទ្រូងធ្លាយមកពោះចូលទៅក្នុងពោះធ្លាយមកភ្លៅចូលតាមភ្លៅធ្លាយទៅស្មងចូលស្មងធ្លាយទៅបាតជើងហ្នឹងប្រែតដែលមានទោសកើតពីការញុះញង់ទាំងអស់នេះសុទ្ធតែមានកាមជាហេតុណាចឹងដែលនាំឲ្យព្រឹត្តបាបទាំងអស់ហ្នឹងប្រែតមួយនោះមានរោមជាមជុលដែរគឺជានាយសារថីអ្នកបកគោហើយនឹងជាអ្នកបង្វឹកគោសេះចាក់ដោយចំនួនចឹងចាក់ដោយចំនួនក៏មានទោសនៅក្នុងកំណើតប្រែតហ្នឹងមានរោមសិតតែមជុលចាក់គឹបចឹងហ្នឹងហើយស្រែកទៅហើយប្រែតមួយទៀតនោះទី10មកវគ្គហ្នឹងមាន10គឺឈ្មោះថាកំផន់ដែលប្រែតកំផន់កំភៈអញអន្តៈកំភៈក្អមទេអន្តៈពួងប្រែតហ្នឹងមានពួងប៉ប៉ិនក្អមអស់ធំហ្នឹងព្រះអង្គទ្រង់សម្ដែងថាគាត់ហ្នឹងអ្នកវិនិច្ឆ័យក្តីនៅក្រុងរាជក្រឹស្នហ្នឹងហើយដោយការវិនិច្ឆ័យនឹងឯងលំអៀងព្រោះទទួលសំណូករង្វាន់ពីគេដោយលោភលៈហើយក៏សម្លឹកគម្រាមកំហែងម្ចាស់ទ្រព្យនឹងឯងឲ្យម្ចាស់ទ្រព្យហ្នឹងមិនបាននៅទ្រព្យសម្បត្តិនោះដល់អញ្ចឹងទៅរបស់ដែលជាអវយវៈបិទបាំងហ្នឹងក៏បានបើបង្ហាញនៅក្នុងកំណើតជាប្រែតដើរតណាទៅលើកលីហើយដល់ពេលអង្គុយដាក់ទ្រព្យអង្គុយទៀតដោយការប្រព្រឹត្តក្នុងឋានៈរបស់ខ្លួនមិនស្មើគឺវាប្រព្រឹត្តទៅតាមអំណាចកម្មដែលខ្លួនបានធ្វើហ្នឹងហ្នឹងណាកំផន់ដែលប្រែតហើយមកវគ្គក្រោយទៀតសិតតែមានកាមជាហេតុទេណាប្រែតមួយនោះនៅក្នុងរណ្ដៅលមក់ព្រោះអីពីព្រោះព្រះអង្គទ្រង់សម្ដែងថាជាអ្នកប្រព្រឹត្តខុសក្នុងកាមដោយអំណាចការលួចយកនៅថោថពៈរបស់អ្នកដទៃហ្នឹងព្រោះស្ត្រីមិនមានកម្មសិទ្ធិអីលើផោថពៈខ្លួនឯងទេប៉ុន្តែមានអ្នកដទៃរក្សាដូចជាថាបើមានស្វាមីហើយស្វាមីហ្នឹងក៏ជាអ្នករក្សានៅផោថពៈហ្នឹងហើយដល់ទៅមានបរោះទៅលួចនៅផោថពៈដែលមានបរោះដតីជាអ្នករក្សានៅឯងក៏ត្រូវទទួលនៅទរណកម្មដោយអំពើកម្មដែលខ្លួនបានធ្វើទៅណាហើយលក្ខនរករួចពីនរកមកនៅក្នុងរណ្ដៅលមក់សំគួរតាមកម្មដែលខ្លួនបានធ្វើប្រែកមួយនោះនៅក្នុងរណ្ដៅលមក់ហើយដៃឆ្វាលមក់ដាក់ក្នុងមាត់បរិភោគលមក់ហ្នឹងគាត់នឹងធ្លាក់នរកមកចន្លោះព្រះពុទ្ធទៅហើយជាព្រាហ្មណ៍នៅក្នុងសាសនាព្រះពុទ្ធកសិបៈមិច្ឆាទិដ្ឋិស្រាប់តែធ្វើជាចិត្តល្អនិមន្តព្រះភិក្ខុសង្ឃព្រះអរហន្តមកទទួលចង្ហាន់ដួសសត្វទៅលមក់ដាក់ពេញភេជ្ជៈគ្របចិត្តស្រួលដួលនិមន្តលោកម្ចាស់ឆាន់ឲ្យឆ្អែតណាហើយបើឆាន់មិនអស់ទេយកទៅវត្តទៅនឹងដាក់ពេញលមក់ក្នុងភេជ្ជៈហ្នឹងធ្លាក់នរកមួយចន្លោះពុទ្ធមកកើតជាប្រែតនៅក្នុងរណ្ដៅលមក់បរិភោគលមក់ខ្លួនឯងប្រែតមួយនោះទៀតទី3ក្នុងវគ្គទី2ហ្នឹងប្រែតស្រីអត់មានស្បែកនិច្ឆវិថីណាប្រែតស្រីអត់មានស្បែកហ្នឹងព្រោះទោសកាមេសុមិច្ឆាចារៈដែរណាកាមេសុមិច្ឆាចារៈរបស់ស្ត្រីញាតិញោមស្រីជ្រាបហើយចឹងសិក្ខាបទដែលខ្លួនរក្សាហ្នឹងគឺត្រង់ដែលមិនស្មោះត្រង់នឹងប្តីណាអាហ្នឹងកាមេរបស់ស្ត្រីណា
យើងត្រូវជ្រាបអញ្ចឹងក្នុងគម្ពីរបានសម្ដែងថាចំពោះផាថពៈរបស់ស្ត្រីគឺខ្លួនឯងអត់ជាម្ចាស់ដើម្បីនឹងគ្រប់គ្រងលើផាថពៈខ្លួនឯងទេណាព្រោះផាថពៈខ្លួនឯងហ្នឹងកាលណាបើមានស្វាមីហើយក៏ត្រូវប្រគល់នៅផាថពៈនេះឲ្យស្វាមីហ្នឹងគឺសាមីអ្នកជាម្ចាស់ជាពិសេសគឺម្ចាស់ទៅលើផាថពៈនឹងហើយកាលណាដែលយើងប្រព្រឹត្តមិនស្មោះត្រង់បានដីថាជាការក្បត់ស្វាមីគឺយើងលួចផាថពៈរបស់ស្វាមីផាថពៈនៅក្នុងរូបកាយយើងហ្នឹងប៉ុន្តែជារបស់ស្វាមីហើយយើងលួចរបស់ស្វាមីនឹងឯងទៅរីករាយជាមួយនឹងបរិសដតីនេះជាកាមេសុមិច្ឆាចារៈរបស់ស្ត្រីណាចឹងអាហ្នឹងដោយអំណាចកម្មដែលខ្លួនប្រព្រឹត្តយ៉ាងនេះកើតជាប្រែតអត់ស្បែកចឹងនឹងហើយខ្មាក្អែករអាតដេញខំប្រែតតែអត់ស្បែកហ្នឹងតទៅទៀតព្រោះអីពីព្រោះមានកាមជាហេតុនឹងបានព្រះនាងខេមានឹងសម្ដែងថាដូចជាលំពេងឬក៏ដែកជ្រួចទៅណាហើយស្រ័យលេងណាស់ព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់សម្ដែងដោយច្រើនអំពីទោសរបស់កាមពុនទីបុត្រហ្នឹងគឺព្រះមហាមោគលានហ្នឹងបានឃើញប្រែតនឹងរូបអាក្រក់ហើយក្លិនស្អុយហ្នឹងរូបអាក្រក់ក្លិនស្អុយដល់ស្រ័យលេងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាអ្នកនឹងគឺជាមេមត់នៅក្នុងរាជក្រឹសហ្នឹងដែលនៅជាមនុស្សណាហើយមានការប្រព្រឹត្តបោកបញ្ឆោតគេយករបស់របរគេឲ្យគេយកគ្រឿងកោបរបស់របរយកមកបូជាធ្វើពលិកម្មនឹងហើយក៏បើកប្រាស់គេយករបស់ទាំងអស់ហ្នឹងមានការប្រព្រឹត្តអាក្រក់នៅក្នុងកំណើតមនុស្សដែលធ្វើជាមេមត់ហ្នឹងនៅក្នុងវចនានុក្រមសម្ដេចជួនណាតហ្នឹងសម្ដេចបានបញ្ជាក់ថាប្រហែលជាមកកំពីមតៈមុតហ្នឹងដែលសរសេរមូលនឹងតបតហ្នឹងចំនួនជាមកពីបាលីដែលថាមតៈដែលប្រែថាស្លាប់ណាដូច្នេះមេមុតហ្នឹងគឺបានសេចក្តីថាជាមេខ្មោចគឺជាអ្នកដែលប្រកាសថាខ្មោចហ្នឹងចូលខ្លួនឯងខ្មោចនេះខ្មោចនោះចូលទៅខ្លួនឯងហ្នឹងជារូបសម្រាប់ឲ្យខ្មោចចូលនឹងគុណចាស់យត្តញោមស្ដាប់ប៉ុណ្ណឹងទៅជ្រាបហើយដែលហៅថាមេមត់នោះមានទោសទៀតនឹងមានទោសដោយការប្រព្រឹត្តបើកប្រាស់អ្នកដទៃដោយអកុសលចិត្តផ្សេងហ្នឹងក្រោយពីស្លាប់ទៅនរកចឹងរួចពីនរកមកហ្នឹងមកកើតជាប្រែតនឹងមានរូបអាក្រក់មានក្លិនស្អុយដោយអាស្រ័យយកគ្រឿងកោបរបស់អ្នកដទៃនឹងដោយការប្រព្រឹត្តនៅអំពើមិនគប្បីដោយផ្លូវកាយផ្លូវវាចាក៏មានរូបអាក្រក់នឹងដល់ក្រៃលែងព្រមតែដោយចិត្តជាអកុសលដែលនាំឲ្យទទួលផលវិបាកមានសភាពយ៉ាងនេះដែលជាទោសនៃសង្សារវដ្តហើយមានប្រែតមួយនោះនៅក្នុងគំនោរងើកភ្លើងនិងប្រែតស្រីដែរនៅក្នុងគំនោរងើកភ្លើងរលាករលេះរលួយហូរទឹករញីហូរទឹកឲ្យរហាមក្នុងដុំរងើកភ្លើងហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាគឺជាមហេសីនៅក្នុងនគរកលង្គៈកាលដែលនៅជាមនុស្សនោះឯងជាមហេសីរបស់ព្រះរាជាក្នុងនគរកលង្គៈមានអ៊ីសាចរណែនជាមួយនឹងស្ត្រីម្នាក់ដែលព្រះរាជានោះពេញរាជហឫទ័យហើយកាលដែលព្រះរាជាមិនបាននៅក៏បានយកដុំរងើកភ្លើងដាក់ក្នុងភាជនៈមានឱកាសក៏ទៅជះលើនាងនោះឯងដោយដុំរងើកភ្លើងនោះព្រោះចិត្តបន្ទុះយ៉ាងនេះក៏បានទៅកម្មនរករួចពីនរកបានមកកើតជាប្រែតហ្នឹងព្រះមហាមោគលានហ្នឹងបានឃើញចឹងណាទេព្រះសម្មាសម្ពុទ្ធក៏សម្ដែងអំពីបុព្វកម្មរបស់ពពួកប្រែតទាំងអស់ហ្នឹងហើយនៅមានប្រែតទី6នោះមកពួកហ្នឹងអត់ក្បាលហ្នឹងប្រែតហ្នឹងអត់ក្បាលប្រែតប្រុសប៉ុន្តែអត់ក្បាលព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងថាគឺជាពេជ្ជឃាត
អ្នកកាត់ក្បាលចោលនៅក្នុងរាជគ្រឹះនឹងឯងនឹងដោយអំណាចនិមិត្តនៃអំពើកម្មដែលបានប្រព្រឹត្តនោះរួចពីនរកមកកើតជាប្រែតអត់ក្បាលហើយឃើញដូចសន្តានមុខមាត់នោះមកនៅត្រង់ឯទ្រូងនេះដូចជាដាច់ចុកពីកកនេះគឺជាការប្រព្រឹត្តទៅតាមអំណាចកម្មដែលបានធ្វើណាហើយនៅមាន5ពួកទៀតនោះគឺភិក្ខុពីករណីសិក្ខមាណាសាមណេរសាមណេរីក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈទស្សពលណាជាអ្នកប្រព្រឹត្តនៅអំពើដល់លាមកជាអ្នកដែលមិនខ្លាចបាបមិនខ្មាស់បាបនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈនោះណាជាភិក្ខុជាភិក្ខុនីជាសិក្ខមាណាជាសាមណេរជាសាមណេរីហ្នឹងក៏អាចធ្លាក់នរកបានដែរហើយនឹងគិតទៅមួយចន្លោះនៃព្រះសម្មាសម្ពុទ្ធនៅក្នុងនរកហើយរួចពីនរកមកហ្នឹងមកកើតជាប្រែតក៏ដោយអំណាចនិមិត្តដែលនាំឲ្យមកកើតជាប្រែតហ្នឹងព្រោះនិមិត្តហ្នឹងជាអារម្មណ៍របស់មរណាសន្និជីវ័នមុននឹងចុះទៅពីនរកមកហ្នឹងនៅកើតជាប្រែតហ្នឹងមានទ្រង់ទ្រាយជាសម្ពុតជាជ័យវរជាសង្ឃាដីអីចឹងប៉ុន្តែរបស់ទាំងអស់ហ្នឹងក៏ត្រូវភ្លើងឆាបឆេះនៅក្នុងកំណើតប្រែតនោះណាប៉ុន្តែមើលទៅដឹងថាទ្រង់ទ្រាយហ្នឹងជាអ្នកបួសប៉ុន្តែគឺជាកំណើតប្រែតទេណាដែលអ្នកបួសនោះបួសអំពីសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងមានមកពួកហ្នឹងពួកភិក្ខុពួកភិក្ខុនីសិក្ខមាណាសាមណេរសាមណេរីដែលមានការបួសប្រព្រឹត្តជានេក្ខមៈបុគ្គលក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធមុននោះកស្សបៈទស្សពលហ្នឹងប៉ុន្តែក៏មានការប្រព្រឹត្តធ្វើនៅអំពើឆ្កំឆ្គងដែលមិនខ្លាចបាបមិនខ្មាស់បាបនៅក្នុងភាពជាអ្នកបួសហ្នឹងសេចក្តីទាំងអស់នេះគឺព្រះធម៌ក៏បានសម្ដែងអំពីទោសរបស់កាមណាទៀតនឹងដោយអំណាចកាមនឹងឯងជាកិលេសកម្មមាននៅក្នុងសន្តានដែលមិនបានលះទៅដោយអរិយមគ្គក៏រមែងពេញចិត្តនឹងវត្ថុកាមទាំងឡាយទាំងពួងប្រហែលជាការពេញចិត្តនឹងឯងទៅនាំឲ្យអំពើកម្មទាំងឡាយកើតឡើងព្រោះការពេញចិត្តនោះជាបច្ច័យហ្នឹងព្រោះមានកាមជាហេតុព្រោះមានកាមជាបច្ច័យដែលនាំឲ្យសត្វលោកប្រព្រឹត្តកាយទុច្ចរិតវជ័យទុច្ចរិតនិងមនោទុច្ចរិត